ខាងក្រោមនេះគឺជាប្រទេសទាំង10ដែលមានប្រជាជនច្រើនជាងគេនៅក្នុងឆ្នាំ2025 10. ប្រទេសមិចស៊ិកប្រទេសនេះមានប្រជាជនចំនួន131លាន94ម៉ឺន6900នាក់ប្រជាជនភាគច្រើនកាន់គ្រឹស្តសាសនាកាតូលិក 9. ប្រទេសរុស្ស៊ីប្រទេសនេះមានប្រជាជន143លាន99ម៉ឺន7393នាក់ប្រជាជនភាគច្រើនកាន់សាសនាគ្រិស្ត 8. ប្រទេសប៊ុងក្លាដេសប្រទេសនេះមានប្រជាជនចំនួន175លាន68ម៉ឺន6999នាក់ដែលប្រជាជនភាគច្រើនកាន់សាសនាមូស្លីម 7. ប្រទេសប្រេស៊ីលប្រទេសប្រេស៊ីលមានប្រជាជនចំនួន212លាន81ម៉ឺន2405នាក់ដែលប្រជាជនភាគច្រើនកាន់សាសនាគ្រិស្តកាតូលិក 6. ប្រទេសនីសេរីយ៉ាប្រទេសនេះមានប្រជាជន237លាន52ម៉ឺន7782នាក់សាសនាធំជាងគេគឺសាសនាមូស្លីម ទី 5 ប្រទេសប៉ាគីស្ថានប្រទេសប៉ាគីស្ថានមានប្រជាជនចំនួន255លាន21ម៉ឺន9554នាក់សាសនាធំជាងគេគឺសាសនាមូស្លីម ទី 4 ប្រទេសឥណ្ឌូនេស៊ីប្រទេសនេះមានប្រជាជនសរុបចំនួន285លាន72ម៉ឺន1236នាក់សាសនាធំជាងគេគឺសាសនាមូស្លីម ទី 3 សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកមានប្រជាជនចំនួន347លាន27ម៉ឺន5807នាក់ប្រជាជនក្នុងប្រទេសនេះភាគច្រើនកាន់សាសនាគ្រិស្ត ទី 2 ប្រទេសចិនប្រទេសចិនគឺជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ 2 នៅក្នុងពិភពលោកដែលមានប្រជាជនច្រើនជាងគេប្រទេសចិនមានប្រជាជនចំនួន1416លាន96094នាក់សាសនាធំជាងគេគឺសាសនាព្រះពុទ្ធ ទី 1 ប្រទេសឥណ្ឌាប្រទេសឥណ្ឌាត្រូវបានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងឆ្នាំ2025ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកប្រជាជនសរុបមានចំនួន1463លាន86ម៉ឺន5525លាននាក់សាសនាធំជាងគេគឺសាសនាហិណ្ឌូ